បងប្អូននេះផ្សារតៃនៅវីដេអូមុនខ្ញុំបានសន្យាថានឹងនាំបងប្អូនមកផ្សារតៃជាមួយគ្នាហើយបងប្អូនស្គាល់ឯណោះកណាត់តៃព្រោះនៅវីដេអូមុនខ្ញុំបានធ្វើវីដេអូតាក់ទងនឹងកណាត់តៃនឹងដែលជាអត្តសញ្ញាណរបស់ទីម៉ហ្នឹងហើយថ្ងៃនេះខ្ញុំនាំបងប្អូនមកផ្សារហើយផ្សារតៃហ្នឹងគេលក់អញ្ចឹងឯងបងប្អូនគេលក់កណាត់តៃលក់សម្រាប់គេតុបតែងពេលគេស្លៀកពាក់បែបប្រពៃណីបងប្អូនដូចខ្មែរយើងមានមកុដមានខ្សែដៃខ្សែកអីចឹងណាបែបអញ្ចឹងឯងហើយផ្សារគេនេះមានមន់គោកទៀតណាហើយមន់គោកយំពេញហ្នឹងហើយកូនខ្ញុំដើរទៅឃើញមន់ណានាំគ្នាដេញមន់សបាយគេដល់ហើយសបាយដេញមន់នេះបងប្អូនឃើញហ៎គេមានដូចជាខ្សែដៃខ្សែកនេះអីនីលកាតមាននីលកាមានដូចកវលដូចអីចឹងណាហើយនឹងកវបតូចៗសម្រាប់យើងដាក់កាក់និយាយទៅវាដូចជារបស់អនុស្សាវរីយ៍អញ្ចឹងណាគេលក់នៅផ្សារតៃហ្នឹងហើយខ្ញុំមកនេះថាមកថតវីដេអូដើម្បីចែកជូនដល់បងប្អូនទស្សនាហើយប៉ុន្តែមានណាមកឃើញកណាត់តៃនឹងស្អាតក៏ទិញយកទៅដាក់តុបតែងផ្ទះហើយនឹងទិញកណាត់តៃសម្រាប់កូនស្រីខ្ញុំហ្នឹងគាត់ត្រូវស្លៀកទៅកម្មវិធីសាលាគេតម្រូវឲ្យយើងស្លៀកបែបទីម៉អញ្ចឹងឥឡូវទិញបានកណាត់តៃនេះបងប្អូនឃើញទេដាក់នៅលើខ្លួនគាត់ហ្នឹងស្អាតអត់ហើយបងប្អូនខ្ញុំដើរមកមុខបន្តិចខ្ញុំឃើញគេកំពុងអង្គុយធ្វើអាដំបាញ់តៃហ្នឹងណាគេធ្វើនៅហ្នឹងហ្មងហើយនេះគេធ្វើកៃគេទូចមួយហ្នឹងគេធ្វើដៃហ្នឹងអាកណាត់ដែលខ្ញុំកាន់នៅដៃហ្នឹងគឺគាត់កំពុងអង្គុយធ្វើតែគាត់ធ្វើនោះបែបកាឡាផ្សេងគោមផ្សេងអញ្ចឹងណាវីដេអូនេះដូចជារឿងវែងដែរបងប្អូនអញ្ចឹងប៉ុណ្ណឹងណាចាំវីដេអូក្រោយខ្ញុំធ្វើអំពីផ្សារតៃហ្នឹងបន្តទៀត